លោកឧត្តមសេនីយ៍ត្រីមីយ៉តបានចុះសួរសុខទុក្ខនិងនាំយកថវិកាមូលនិធិមហាគ្រួសារប្រគល់ជូនលោកស្រីហ៊ុនម៉ូនីកាត្រូវជាគ្រួសារសពលោកអនុសេនីយ៍ឯកអ៊ុនខៀងនៅថ្ងៃទី31ខែមករាឆ្នាំ2026លោកឧត្តមសេនីយ៍ត្រីមីយ៉តមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំបានអញ្ជើញនិងដឹកនាំលោកស្រីមេបញ្ជាការរងប្រធានមន្ត្រីនាយរងការិយាល័យនិងជំនួយការនាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថចំនួន24លាន50000រៀលប្រគល់ជូនលោកស្រីហ៊ុនម៉ូនីកាត្រូវជាគ្រួសារសពលោកអនុសេនីយ៍ឯកអ៊ុនខៀងនាយសេនាធិការមូលដ្ឋានកងរាជអាវុធហត្ថស្រុកបារាយណ៍នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំឆ្លៀតនៅក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការក៏បានពំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមនាយឧត្តមសេនីយ៍សៅសុខាអគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរភូមិន្ទមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសជូនចំពោះក្រុមគ្រួសារលោកអ៊ុនខៀងក្នុងការបាត់បង់ស្វាមីដែលជាបង្គោលគ្រួសារដ៏ល្អលោកមេបញ្ជាការបានលើកទឹកចិត្តដល់ក្រុមគ្រួសារត្រូវប្រឹងខិតខំតស៊ូរឹងមាំឡើងដើម្បីជីវភាពគ្រួសារនិងមើលថែខ្លួនឯងក៏ដូចជាមើលថែកូនសម្រាប់អនាគតរបស់ពួកគាត់ទៅមុខទៀតលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការក៏បានមានប្រសាសន៍បន្តថាក្រោមការដឹកនាំរបស់ឯកឧត្តមនាយឧត្តមសេនីយ៍សៅសុខាអគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរភូមិន្ទមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសលោកតែងតែយកចិត្តទុកដាក់គិតគូរចំពោះកងរាជអាវុធហត្ថគ្រប់រូបដែលបានទទួលមរណភាពនិងមានជំងឺដង្កាត់ផ្សេងលោកបានដឹកនាំបង្កើតឲ្យមានមូលនិធិមហាគ្រួសារនេះឡើងដើម្បីជួយសម្រួលដល់ក្រុមគ្រួសារក៏ដូចជាចូលរួមរំលែកទុក្ខលំបាកដល់មន្ត្រីកងរាជអាវុធហត្ថក្រមអាវ៉ាត់ទាំងអស់នៅទូទាំងប្រទេសនំមកជូនដោយហាងនៅសាលៀនមានលក់អគុយរថយន្តគ្រប់ប្រភេទទំនាក់ទំនងលេខទូរស័ព្ទ088 99 72 168